ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកពីរបៀបបង្កើត ID Survey ទងហាប់ Program និង ID សម្រាប់ទិញពាក្យ Survey ទងហាប់ Program ងាយៗដោយខ្លួនឯងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅមើលទាំងអស់គ្នាជាដំបូងបងប្អូនទាំងអស់គ្នាចូលទៅកាន់ website socialnet.co.kr ហ្នឹងដូចខ្ញុំដាក់នៅលើអេក្រង់ហ្នឹងបង្ហាញបងប្អូនទាំងអស់គ្នាបន្ទាប់មកមានកន្លែង login ហើយនឹង pay on KF អញ្ចឹងដើម្បីបង្កើតបងប្អូនទាំងអស់គ្នាចុច pay on KF ហ្នឹងមកបាទបន្ទាប់ពីមកដល់ផ្ទាំងនេះហើយបងប្អូនសូមដាក់ tick ទាំងអស់ទៅលើកន្លែងធុងហាំនីដានេះមកបងប្អូនអូទៅក្រោមហើយដាក់ទាំង3មកបាទនេះមានទាំង3ហ្នឹងបងប្អូនត្រូវតែដាក់ទាំងអស់រួចហើយចុច pay on KF បាទដាក់ទាំង3មកហើយ pay on KF បាទមកដល់កន្លែងនេះបងប្អូនទាំងអស់គ្នាជ្រើសរើសយកអាក្រោមនៃសារភេទទងហាប់ program ហើយកន្លែងនេះបងប្អូនយក Wegwin ទាំងនុកជើង Innen Wegwin ហើយកន្លែងដែលត្រូវបំពេញមានកន្លែងកាយហ្នឹងត្រូវតែបំពេញទាំងអស់បងប្អូនកន្លែងចាំបាច់បាទកន្លែងនេះបងប្អូនដាក់ ID បងប្អូនទាំងអស់គ្នាដាក់មានអក្សរហើយនឹងមានលេខបាទដាក់អីដាក់ទៅឲ្យតែបងប្អូនទាំងអស់គ្នាចំណាំហើយចុចជុំ book log inបាទកន្លែងនេះដោយសារតែខ្ញុំអត់ដាក់លេខបងប្អូនទាំងអស់គ្នាអញ្ចឹងវាអត់ឲ្យទេអញ្ចឹងយើងត្រូវតែដាក់លេខនៅពេលដែលដាក់លេខថែមហើយចុចជុំ book log in បាទហើយគេនឹងប្រាប់ថា EID សាយងខាននឹងហាំនីដាអញ្ចឹងចុចអាប៊ូតុងនេះមកសាយងហាំនីដានេះមកបងប្អូនហើយបន្ទាប់មកទៀតកន្លងនេះគឺត្រូវបំពេញលេខកូដសម្ងាត់មានអក្សរមានលេខហើយនឹងមានសញ្ញាដូចខ្ញុំបង្ហាញនៅលើអេក្រង់អញ្ចឹងមកមានលេខហើយនឹងសញ្ញាសម្គាល់ផងដែរនៅពីក្រោយអក្សរហ្នឹងហើយអានេះយើងដាក់ឲ្យដូចគ្នាបងប្អូនខាងឆ្វេងដាក់មិនខាងស្ដាំដាក់អញ្ចឹងបងប្អូនហើយបន្ទាប់មកទៀតកន្លែងនេះគឺដាក់ឈ្មោះរបស់យើងបងប្អូនដាក់ឈ្មោះដូចនៅក្នុង ID card កុំឲ្យខុសបងប្អូនបាទបន្ទាប់មកទៀតបងប្អូនបាទចូលមកដល់ប្រអប់នេះបងប្អូនដាក់លេខ ID card បងប្អូនទាំងអស់គ្នាខាងមុខហើយកន្លែងនេះខាងក្រោយហើយចុចសំញង in ជើងហើយចុច OK ទៅបងប្អូនទាំងអស់គ្នាបាទនេះគេប្រាប់ហើយយើងគ្រាន់ចុច OK មកហើយកន្លែងនេះបងប្អូនទាំងអស់គ្នាដាក់លេខទូរស័ព្ទបងប្អូនទាំងអស់គ្នាចូលមកបាទពិនិត្យមើលឲ្យច្បាស់ទៅគេលោកខុសបងប្អូនទាំងអស់គ្នាងាយស្រួលក្នុងការគេផ្ញើសារមកហើយកន្លែងនេះយើងត្រូវដាក់ email របស់យើងខាងក្រោយនេះបងប្អូនរើសមក gmail.com ដាក់ gmail.com មកហើយដាក់ tick នៅខាងក្រោមនេះផងបងប្អូនទាំងអស់គ្នាគឺជាកន្លែងផ្កាយដែលយើងត្រូវតែក្រេះហើយចុច pay on KF កន្លែងនេះបងប្អូនទាំងអស់គ្នាចុច OK គេសួរ pay on KF Hasikesum Nika អញ្ចឹងចុច OK មកកន្លែងនេះរួចរាល់ហើយបងប្អូនទាំងអស់គ្នាគេឲ្យយើង log in អញ្ចឹងបងប្អូនទាំងអស់គ្នាចុច log in មក YID មិញដែលយើងទើបបង្កើតបាទហើយយើងចុច log in កន្លែងនេះបងប្អូនទាំងអស់គ្នាអូសចុះក្រោមមកបើសិនជាចេញអញ្ចឹងចុចធុងងីហាំអញ្ចឹងប៉ុណ្ណឹងអត់ទាន់រួចរាល់បងប្អូនទាំងអស់គ្នាទៅបង្កើត ID ដើម្បីទិញពាក្យប្រឡងទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាចូលកន្លែង Survey ទងហាប់ program រួចចុច 10K page កន្លែងនេះមាន3ជម្រើសបងប្អូនជម្រើសទី1បងប្អូនចុះឈ្មោះរៀនតាំងពីវគ្គកម្រិត0មកទី2បងប្អូនទាំងអស់គ្នាប្រឡងសារចន្ទចង្ការទី3គឺបងប្អូនយកសញ្ញាបត្រ topic មកដូរយកកម្រិត Survey ទងហាប់ program អញ្ចឹងបើបងប្អូនទាំងអស់គ្នាចង់ប្រឡងសារចន្ទចង្ការបងប្អូនចុចលេខ2នេះមកហើយចុច Sin Chong បាទហើយចុច OK ប
bà cho mà đó cái này bông bồn nó này cho thùng y ham này đã rồi cho lơ xin chăng bà cái này cái ở dương vừa mà đón tiết bông bồn đời xa tại miền Bắc nhà hai muối bà cho trộn máu sao hình tung hạp program thành cái bè trắng hỏi cho lịch pi đi máu cho ok hỏi cho ok tiết bà mà đó cái này mạnh bông bồn nó này cho lơ thùng y ham này đã hỏi cho lơ xin chăng bà là ID ní rồi lấy ID សម្រាប់ ទិញ ពាក្យ ហ្នឹង ឥឡូវ ID គេ ឲ្យ ស្រាប់ ឲ្យ យើង ដាក់ តែ password មក បងប្អូន ទាំង អស់ គ្នា បើ យោបល់ ខ្ញុំ ឲ្យ ដាក់ password ឲ្យ ដូច នឹង ID survey ក្នុង hub program ដែល យើង បង្កើត មុន ហ្នឹង វា ដើម្បី ឲ្យ ស្រួល ចាំ បងប្អូន ទាំង អស់ គ្នា បាទ ខាង លើ និង ខាង ក្រោម ដាក់ ឲ្យ ដូច គ្នា មក មាន អក្សរ មាន លេខ ហើយ និង មាន សញ្ញា ដូច ខ្ញុំ ឧទាហរណ៍ នៅ លើ អេក្រង់ ហ្នឹង ឲ្យ ហើយ កន្លែង នេះ គឺ យើង ត្រូវ បញ្ចូល អាស័យដ្ឋាន របស់ យើង បញ្ចូល អាស័យដ្ឋាន ហើយ ចុច config វា នឹង load មក អញ្ចឹង យើង រើស ទៅ ហើយ កន្លែង Sanse Chuso នេះ បងប្អូន ទាំង អស់ គ្នា ចុច បើ សិន ជា នៅ រោងចក្រ បងប្អូន ចុច ដាក់ ឈ្មោះ រោងចក្រ មក ហើយ បើ សិន ជា នៅ អាធ្វើ ឬ ក៏ one room អី បងប្អូន ទាំង អស់ គ្នា ដាក់ លេខ បន្ទប់ លេខ អី ចឹង មក ហើយ លេខ ទូរស័ព្ទ រួច ចុច in ជើង ហើយ ចុច OK បងប្អូន ទាំង អស់ គ្នា ហើយ គេ នឹង ផ្ញើ សារ លេខ ប្រហែល ខ្ទង់ ទៅ ក្នុង ទូរស័ព្ទ ដៃ របស់ យើង យើង ឃើញ លេខ អី ដាក់ លេខ មក ហើយ ចុច in ជើង value ហើយ ចុច OK ហើយកន្លែង នេះ បងប្អូន ទាំង អស់ គ្នា រើស សញ្ជាតិ បាទ យក Cambodia មក ហើយ ចុច កន្លែង នេះ យក ដាក់ visa ដែល បងប្អូន ទាំង អស់ គ្នា កំពុង តែ កាន់ ហើយ ចុច text នៅ ខាង ក្រោម ហើយ ចុច ឈរចាំង បងប្អូន ទាំង អស់ គ្នា ហើយ បងប្អូន ទាំង អស់ គ្នា ចុច OK បាទ ឥឡូវ គឺ ID របស់ យើង រួច រាល់ ហើយ បងប្អូន ទាំង អស់ គ្នា គ្រាន់តែ វាយ password ចូល មក ហើយ នឹង វាយ លេខ ដែល បងប្អូន ទាំង អស់ គ្នា បាន ឃើញ នៅ ខាង ក្រោម ដែល គេ ដាក់ ឲ្យ ហ្នឹង បងប្អូន ឃើញ លេខ អី វាយ លេខ ហ្នឹង ទៅ លេខ 6 ខ្ទង់ ដែល គេ ដាក់ ឲ្យ ហ្នឹង ហើយ ចុច login បាទ ឥឡូវ នេះ បងប្អូន ទាំង អស់ គ្នា មក ដល់ ផ្ទាំង សម្រាប់ ទិញ ពាក្យ ហើយ បងប្អូន ទាំង អស់ គ្នា នឹង ឃើញ កាលបច្ឆេទ ហើយ នឹង ប្រភេទ នៃ ការ ទិញ ពាក្យ ប្រឡង បាទ ខាង ក្រោម នេះ សាជន ផ្ចង់ការ PBT ប្រឡង តាម กระดาษ ហើយ ខាង លើ គឺ ជុង ហាប់ ផ្ចង់ការ បាទ គេ ដាក់ ថ្ងៃ ឲ្យ នឹង ហើយ បងប្អូន ទាំង អស់ គ្នា ដល់ ថ្ងៃ បងប្អូន ចាំ ទៅ ទិញ ទៅ អរគុណ បងប្អូន ទាំង អស់ គ្នា សម្រាប់ ការ ទស្សនា បាយ បាយ អរគុណ ច្រើន